បន្តនៅទឹកក្រោយទៀតបាទចំណុចមួយទៀតដែលខ្ញុំចង់បង្ហាញគ្នាយើងតកតងជាមួយនឹងការប្រើប្រាស់កើតជា menu មួយទៀតដើម្បីឲ្យគ្នាយើងអាចយកទៅប្រើប្រាស់បានតោះចឹងយើងបន្ថែមនឹងតិចទៀតដើម្បីគ្នាយើងអាចយកទៅមើលចឹងបើសិនជាខ្ញុំចង់បង្កើតតកតងជាមួយនឹងនេះបាទចុះទៅជា slide menu ណាបាទយើងទៅធ្វើមិនចឹងយើងបង្កើត dashboard frame មួយទៀតណានៅក្នុង UI ហ្នឹងដើម្បីអ្នកនរគ្នាអាចធ្វើដូចអ្វីដែលខ្ញុំបង្ហាញរូបហ្នឹងណាបាទចឹងនៅក្នុង UI នេះយើងអាចថែម dashboard frame មួយទៀតបាទបង្កើត class មួយបាទនេះចឹងយើងបង្កើតអានោះមួយទៀតដើម្បីគ្នាយើងអាចយកទៅប្រើប្រាស់បានហ្នឹងបាទចឹងយើងបង្កើតនេះតកតមក data frame header sidebar ហ៎បាទ main panel អញ្ចឹងអ្នកនរគ្នាអាចបង្កើត form panel ផ្សេងដើម្បីយើងអាចឲ្យនឹងតកតមក table scroll ហ្នឹងអញ្ចឹងពេលហ្នឹងអ្នកនរគ្នាអាច call វាបានដែរបាទនៅក្នុង app ហ្នឹងបាទយើងឡើង call main frame ហ្នឹងយើង call dashboard បាទ frame វិញម្ដងណាអញ្ចឹងយើងសាកមើលតើវានឹងចេញអីនេះគ្នាយើងមើលឃើញទេនេះយើងឃើញលោកគ្រូឃើញdashboard របស់យើងនេះយើងអត់ឃើញទេទៅបាទមកអត់ឃើញដោយសារនេះយើងខ្ញុំតដាក់ entire screen នេះមើលឃើញទេនេះយើងនេះឃើញទេនេះយើងឡើយណាឃើញលោកគ្រូឃើញបាទអញ្ចឹងនេះយើងដាក់មក dashboard student course អញ្ចឹងអ្នកនរគ្នាទៅកើត student មិញហ្នឹង add វាចូលមកបាទ call ហៅវាមកវានឹងចេញ student ហ្នឹងហើយបាទចូលទៅក្នុងហ្នឹងហើយបើអ្នកនរគ្នាដាក់ course ហ្នឹងនៅចូលហ្នឹងមក enroll report ហើយនឹង log out បាទអញ្ចឹងសំខាន់យើងដាក់ចូលនៅក្នុងហ្នឹងបាទនៅក្នុង tab មួយពេល click ទៅយើងឲ្យវា open student ហ្នឹងបាទអញ្ចឹងឥឡូវដើម្បីធ្វើអញ្ចឹងបានទី1អ្នកនរគ្នាត្រូវចូលទៅក្នុង line code របស់យើងណាបាទនេះ like dashboard frame របស់យើងហ្នឹងអញ្ចឹងយើង call ហៅវាមួយណាបាទអញ្ចឹងនេះពេលយើងដាក់មកហើយដល់ពេលដែលយើង display នេះ create header បាទនេះគឺ add panel ហ្នឹងគឺ button student ណាបាទចឹង create form panel របស់យើងហ្នឹងបាទនេះគឺដាក់ create table ឯហ្នឹងបាទនេះគឺនៅក្នុងហ្នឹងចឹងពេលដែលយើង click យកអាកន្លែងនេះ student នេះបាទកន្លែងហ្នឹងអញ្ចឹងឲ្យយើងឲ្យវាទៅ open អាកន្លែង student mainframe អាហ្នឹងនេះបាទអញ្ចឹងអ្នកនរគ្នាអាចធ្វើអញ្ចឹងបានឬក៏កន្លែងនេះអ្នកនរគ្នាអាច return panel មិញហ្នឹងនេះ call ហៅអា alignment frame ហ្នឹងក៏បានដែរបាទ call ហៅ panel ហ្នឹងក៏បានដែរអញ្ចឹងវាកន្លែងហ្នឹងគឺអ្នកនរគ្នា call create form panel ហ្នឹងបាទអាហ្នឹងនេះអញ្ចឹងអ្នកនរគ្នាអាច control ឲ្យហ្នឹងនេះគឺ control form panel អានេះ control tab panel នេះឃើញទេចឹងអ្នកនរគ្នាយកទៅកែកន្លែងហ្នឹងមកបាទអញ្ចឹងពេលដែលគេ click លើ user ហ្នឹងគឺអ្នកនរគ្នា call ហៅហ្នឹងអញ្ចឹងវានឹង display មកហើយអញ្ចឹងពេល click លើកន្លែង student ប៊ូតុងហ្នឹងទៅ call ហៅប៊ូតុង student ហ្នឹងមកតោះនេះនិយាយឡើយណាមិនដែរទេបាទលោកគ្រូតន់លោកគ្រូតោះគ្នាយើងផ្សេងទៀតមានសំណួរអីទេ
ហើយបើគ្នាយើងចង់ឲ្យស្អាតជាងនឹងទៀតនេះយើងអាចបន្ថែមតាក់ទងជាមួយនឹងបាទ flat leaf បាទហ្នឹងយើងនឹងបង្ហាញគ្នាយើងនៅថ្ងៃនេះពីថ្ងៃពហុដែលបានជួបគ្នាហ្នឹងបាទដើម្បីឲ្យគ្នាយើងអាចកែវាឲ្យកាន់តែស្អាតជាងនឹងទៀតតាក់ទងជាមួយនឹងបតុងទាំងអស់ហ្នឹងបាទព្រោះហ្នឹងគឺយើងត្រូវការ design វាឲ្យកាន់តែស្អាតអ្នកនរគ្នាត្រូវការប្រើបាទគេហៅថា apply បាទ flat leaf ណាដែលអ្នកនរគ្នានឹងឃើញបាទនៅក្នុងហ្នឹងខ្ញុំដាក់ឲ្យហើយបាទនេះនៅក្នុងនេះដើម្បីយើងអាច control បានបាទតោះ flat leaf ឲ្យគ្នាយើងនេះបាទកន្លែងហ្នឹងដែលយើងនឹងរៀននៅថ្ងៃបាទ លោកគ្រូអត់ឃើញ screen លោកគ្រូបង្ហាញជាមួយ demo បាទនេះឃើញទេនេះយើង apply កន្លែងហ្នឹងមួយទៀតតើតមួយ flat leaf ហ្នឹងដើម្បីគ្នាយើងអាចapply វាធ្វើឲ្យ form របស់យើងណា interface តើមួយ swing ហ្នឹងកាន់តែស្អាតបាទអញ្ចឹងអ្នកនរគ្នាអាចត្រូវការ download ហ្នឹងហើយ import ចូលទៅក្នុង library របស់យើងហើយបន្ទាប់មកអ្នកនរគ្នាអាចឃើញអ្នក customize ឲ្យទៅជារូបបាទ text បាទ button អ្នកនរគ្នាដាក់ round ដាក់ឈុងដាក់អីទៅតាមតម្រូវការជាក់ស្ដែងរបស់គ្នាយើងហ្នឹងបាទនេះយើងបាទអញ្ចឹងអ្នកនរគ្នាអាច customize អាហ្នឹងទៅតាមហ្នឹងហើយយើងត្រូវគាត់ដាក់ apply library គឺ flat leaf ហ្នឹងមកតោះមកអ្នកវានឹង apply ទៅតាមតម្រូវការអញ្ចឹងអ្នកនរគ្នាអាចដូរ check box រត់យក button ឲ្យស្អាត button អីហ្នឹង touch box touch field touch អីទាំងអស់ហ្នឹងបាទទៅតាមតម្រូវការជាក់ស្ដែងរបស់យើងហ្នឹងបាទបើ swing ធម្មតាវាអត់សូវស្អាតទេអ្នកនរគ្នាចង់ឲ្យស្អាតទៀតអ្នកនរគ្នាត្រូវការប្រើ flat leaf នេះជា library មួយដែលអ្នកនរគ្នាអាចយកវាទៅ apply ណានៅក្នុងបច្ចេកប័នអ្នកនរគ្នាជាពិសេសគឺ swing ហ្នឹងបាទអញ្ចឹងអ្នកនរគ្នានឹងឃើញនេះបាទអញ្ចឹងអ្នកនរគ្នានឹងអាច design ទៅតាមតម្រូវការជាក់ស្ដែងណាហើយហ្នឹងយើងបង្ហាញនេះយើងទៅតាមថ្ងៃបាទសប្តាហ៍ក្រោយតើមក apply អាហ្នឹងណាហើយនឹងតកតងជាមួយនឹង connect ជាមួយនឹង server side បាទទឹកក្រោយដើម្បីយើងឲ្យអ្នកនរគ្នាយល់អំពី process ហ្នឹងហើយបន្តមកទៀតយើងនឹងបង្ហាញអ្នកនរគ្នាតកតងមួយ Java FX ណាតោះមានសំណួរទេគ្នាយើងមានទេគ្នាយើងមិនដែរគ្នាយើងហើយនេះ interface គ្នាយើងបាទនេះ model design ដែលយើងនឹងអាចបង្ហាញគ្នាយើងបាទយើងចង់ឲ្យគ្នាយើងធ្វើទៅរបៀបអញ្ចឹងបាទខ្ញុំ capture ឲ្យគ្នាយើងបាទនេះគឺជា model design អ្នកនរគ្នាហើយបើអ្នកនរគ្នាចង់ឲ្យស្អាតទៀតបាទគឺអ្នកនរគ្នាត្រូវការបាទនេះគឺជា interface មួយដែលយើងបានបង្ហាញគ្នាយើងណាឃើញតែមាន dashboard មាន student មាន course អញ្ចឹងបើអ្នកនរគ្នាធ្វើតាក់ទងមួយ employee ដូចគ្នាអញ្ចឹងមាន dashboard មាន employee មានអីទៅទៀតមកមាន report មាន setting អាហ្នឹងជាទូទៅគឺយើងមាន feature module ទាំងអស់ហ្នឹង module ដល់ហ្នឹងមានបាទដូចអ្នកនរគ្នា click student អ្នកនរគ្នាអាចធ្វើការ add update delete view sort search វាបានហើយ export data អាហ្នឹងជា concept ដែលយើងចង់បានឲ្យគ្នាយើងនេះហៅថា modern UI design បាទហើយបើសិនអ្នកនរគ្នាចង់ឲ្យវាស្អាតទៀតអ្នកនរគ្នា apply flat leaf នឹងដែលខ្ញុំបានបង្ហាញគ្នាយើងបាទអញ្ចឹងសប្តាហ៍ក្រោយយើងនឹងបង្ហាញគ្នាយើងទៅទៅមក complete បាទក្នុងការ develop អាហ្នឹងតែម្ដងហើយលើកនេះយើងនឹង connect ជាមួយនឹង HLI ណាឬក៏សំទោសលេងប្រើ HLI យើងជាHL server ឬក៏ MyHL បាទមានពីរហ្នឹង
លោកគ្រូញូរលោកគ្រូ បាទគ្នាយើងមានទេហ៎នេះហ៎តោះឥឡូវខ្ញុំបង្ហាញនេះបន្តិចទៀតឲ្យគ្នាយើងពេលដែលធ្វើមិនឲ្យคลิกចេញណានេះបើសិនជាគ្នាយើងអត់ដឹងនេះកន្លែងនេះអ្នកនរគ្នាតែបង្កើតប៊ូតុងនេះបាទប៊ូតុងនេះមកអញ្ចឹងអ្នកនរគ្នាទៅបង្កើតប៊ូតុងនឹងសិនហើយចាំយើងយកមក add listener ហ្នឹងបាទនេះ J button បាទ student បាទឧទាហរណ៍អញ្ចឹងខ្ញុំធ្វើតែមួយឲ្យគ្នាយើងមើលហើយកន្លែងនេះគឺអ្នកនរគ្នា display មកនេះគឺអីគេ main frame ហ៎បាទមិញដែលគ្នាយើងបានបង្កើតមិញនេះបាទ new main frame ហ្នឹងមកអូខេណាពេលហ្នឹងវានឹងបើក new main frame ឲ្យគ្នាយើងហើយបាទតោះឥឡូវយើងសាកមើលដល់គ្នាអត់បង្ហាញជប់សិនបាទតោះខ្ញុំបង្ហាញទាំង whole មកមិនស្រួលគ្នាយើងមើលឃើញបាទនេះគ្នាយើងមើលឃើញទេគ្នាយើងឃើញលោកគ្រូឃើញ បាទអញ្ចឹងយើងសាកតេស្តម្ដងទៀតបាទអញ្ចឹង new main frame ហ្នឹងវានឹងបង្កើតនេះ student បាទកន្លែង dashboard frame ហ្នឹងពេលយើង click លើ action listener ហ្នឹងវានឹង call ហៅអាហ្នឹងបាទ new main frame ហ្នឹងហើយ main frame ហ្នឹងវានឹងធ្វើការនេះបង្កើតបាទ frame មួយទៀតដែលយើងបង្កើត student panel ណាអញ្ចឹងយើង call ហៅ student panel តែម្ដងទៅបាទកុំឲ្យវាពិបាកបាទនេះណាអញ្ចឹងមកឡើយយើងសាកមកមើលអញ្ចឹងពេលដែល click លើប៊ូតុង student ហ្នឹងវាទៅ call ហៅបាទ student panel របស់យើងហ្នឹងឬអ្នកនរគ្នាមាន login បាទយើងចង់ call ហៅអីក៏បាននេះអត់ដើរអត់ចេញមិនចេះជប់អត់មាន event កើតឡើងអញ្ចឹងចង់តេស្តមើលសិនមើលតើមាន event អត់បាទអញ្ចឹងយើងអាចតេស្ត student panel ហ្នឹងវានឹងទៅ call ហៅបាទនៅតែ main frame ដែរបាទនេះហើយតេស្តមួយមកបាទ system អត់ទៅតើវាមាន event កើតឡើងអត់អាហ្នឹងយើងតេស្តហ្នឹងបាទអញ្ចឹងយើងទៅ close dashboard frame មួយទៀតបាទឲ្យវាឃើញបាទយើង complete close វាផងបាទអូខេណា frame នេះតារាបាត់អីអត់ឃើញបាទអញ្ចឹងយើងប្រើ high វិញប៊ូតុង click តើវាចេញមិញចេញអានឹងឲ្យយើងហើយបាទនេះប៊ូតុង student click add action listener click new main frame បាទអញ្ចឹង new main frame យើងត្រូវការប្រើ
new main frame វានឹងទៅ call ហៅ frame ណា student អីទាំងអស់ហ្នឹងវាអត់សូdashboard frame អូយើងភ្លេច dot show មួយទៀតនេះយើង set visible បាទ dot true ទៀតយើងភ្លេចដាក់វា true ដើម្បីឲ្យវា call ហៅអាហ្នឹងបាទប៉ុន្តែដូចជាសមនឹងចាញ់បើមិនចាញ់ទៀតបើមិនខ្ញុំភ្លេចដាក់ឲ្យវា true ដើម្បីវា show នេះយើងបាទយើង call ហើយយើងអត់ដាក់វា show នេះយើងឃើញទេបាទអញ្ចឹងអ្នកនរគ្នាអាចចុចមកដើម្បីបង្កើត student ហ្នឹងឃើញទេហ្នឹងនេះយើងអញ្ចឹងតែប៉ុណ្្នឹងនេះយើងអាចធ្វើឲ្យតបមកបើអ្នកនរគ្នាមានតាក់ទងជាមួយនឹង form អីផ្សេងទៀតយើងបង្ហាញដូចគ្នាអញ្ចឹងអូខេអញ្ចឹងពេល click មួយមកអ្នកនរគ្នាបង្ហាញ dashboard អានេះ dashboard របស់យើងនេះដំបូងណាហើយបើអ្នកនរគ្នា click លើ cost អ្នកនរគ្នាទៅកាត់ cost បាទ frame ហ្នឹងមក enroll frame report frame បាទ log out ដើម្បីយើងអាច confirm មកហើយតបមក student នេះអញ្ចឹងវាទៅ call ហៅ student frame របស់យើងនេះហើយអ្នកនរគ្នាអាចធ្វើការ add update delete ហើយអស់ហ្នឹងនេះយើងបាទប៉ុណ្ណឹងខ្ញុំនឹង send ឲ្យគ្នាយើងម្ដងទៀតតទៅមួយនឹង project នេះបាទអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងពួកយើងអាចយកទៅឆ្នៃបានហើយបាទតទៅមួយនឹងការរៀបចំរបស់យើងហ្នឹងអញ្ចឹងនេះយើងអាចបាទយកទៅប្រើប្រាស់ក្នុងការប្រើអាហ្នឹងសម្រាប់ XLI មួយបាទអញ្ចឹងមកធ្វើតទៀតក៏ដូចតែគ្នាទេនេះយើងអាចធ្វើតាមគំរូហ្នឹងហើយបើសិនជាគ្នាយើងចង់ប្រើជាមួយនឹងបាទ SQL Server ឬក៏ MySQL អាហ្នឹងយើងនឹងបង្ហាញគ្នាយើងនៅសប្តាហ៍ក្រោយហើយជាមួយនឹង apply ជាមួយនឹង flat leaf មួយទៀតដែលខ្ញុំបានបង្ហាញគ្នាយើងដើម្បីអាច improve slide របស់យើងណានេះ interface យើងឲ្យកាន់តែស្អាតបន្ថែមទៀតបាទអញ្ចឹងអ្នកនរគ្នាអាចធ្វើអញ្ចឹងចេញមកជាលក្ខណៈបាទ interface ឲ្យស្អាតជាងមុនទៀតដល់ apply ហ្នឹងហើយបើអ្នកនរគ្នាចង់ឲ្យកាន់តែស្អាតទៅទៀតបាទគឺ FX បាទអញ្ចឹងវាមានកម្រិតរបស់វាអញ្ចឹង Java Swing គឺយើងមានប៉ុណ្ណឹងដើម្បីគ្នាយើងអាចប្រើបានណាហើយបើអ្នកនរគ្នាចង់ឲ្យស្អាតទៅនឹងទៀតអ្នកនរគ្នាត្រូវការប្រើ Java FX ហើយ Java FX ខ្ញុំបញ្ជាក់មួយគ្នាយើងហើយណានេះ Java FX គឺអ្នកទាំងអស់គ្នាត្រូវការចេះបាទតាក់ទងជាមួយនឹងHTML CSS style sheet អីវាផ្សេងទៀតណាបើថាពួកយើងអត់ទាន់ដល់ទេអាហ្នឹងវាជាយើងពិបាកហើយបាទព្រោះ Java FX អ្នកនរគ្នាត្រូវការ customize វាហើយកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវការប្រើវាជាមួយនឹងបាទ apply style apply អីទៀតអាហ្នឹងអ្នកទាំងអស់គ្នាត្រូវការអញ្ចឹងអ្នកនរគ្នាអាច explore បានដែរបើសិនជាគ្នាយើងអត់តន់រៀនតាក់ទងមួយនឹង CS អីផ្សេងទៀតវាពិបាកយល់បន្តិចបាទអញ្ចឹងអ្នកនរគ្នាមើល document របស់វាឡើងហ្នឹងអញ្ចឹងវាត្រូវការ CS អ្នក Java CS ដែលអ្នកនរគ្នាត្រូវការអញ្ចឹងអ្នកនរគ្នាត្រូវរៀនតាក់ទងមួយ CS ហ្នឹងព្រោះយើងបានរៀននៅ HTML CS ហ្នឹងណាខ្ញុំបានរៀននៅនេះយើងនេះអញ្ចឹងវា apply ដោយអ្នកនរគ្នាប្រើជាមួយ web អញ្ចឹងណាបាទវាមាន interface វាដូច web អញ្ចឹងនេះយើងឃើញណាបាទឃើញអ្នកនរគ្នាអាចប្រើអញ្ចឹងដូច web អញ្ចឹងហ្នឹងហើយ modern Java FX ហ្នឹងតែតើអ្នកនរគ្នាចេះ CS បាទអាហ្នឹងមិនគិតថាបើយើងអត់តន់រៀនទេអាហ្នឹងយើងអាចទុករៀននៅបាទ term ក្រោយទៀតដើម្បីអ្នកគ្នា explore ព្រោះអ្នកនរគ្នាត្រូវការចេះ CS ដើម្បីអ្នកនរគ្នា apply បានដូចជា Bootstrap CF4 JFSX បាទអញ្ចឹងអ្នកនរគ្នា apply style sheet នៅក្នុង desktop app បានអាហ្នឹងហើយដែលយើងប្រើ Java FX តែបើយើងអត់ទាន់រៀនទេយើងអាចទុករៀននៅឆ្នាំក្រោយដល់ពេលអ្នកនរគ្នារៀន HTML CSS JavaScript ហ្នឹងអ្នកចេះហើយអ្នកនរគ្នាអាចយកវាមក apply ជាមួយនឹង Java FX ថែមទៀតបាទហ្នឹងអ្វីដែលខ្ញុំអាច recommend បានចឹងពេលនេះខ្ញុំសូមឲ្យគ្នាយើង focus ទៅលើ Java Swing សិនទៅណាព្រោះសារយើងអត់ទាន់បាទដល់អាហ្នឹងហើ
ហើយនេះរឿងដែលអាចរៀនហើយអ្នកនរគ្នាអាចចូលទៅ FX បានបាទអញ្ចឹង assignment របស់យើងខ្ញុំអត់បញ្ជាក់មួយគ្នាយើងថាគ្នាយើងប្រើមួយណាក៏បានដែរបាទឲ្យតែគ្នាយើងអាចទៅរួចតោះគ្នាយើងមិនដែរមានសំណួរអីទេ Hello លឺទេយើងស្ងាត់ល្អមែនលឺទេយើងបាទលោកគ្រូបាទសូម នៅ ជ លោក ម្រាប គ្រូ log in ទៅកាន់ dashboard បាទ log in នេះយើង call log in ហ្នឹងមកទៀតមកនេះយើងនេះយើងបើកដំបូងចេញ log in មកហើយ log in ត្រូវចាំមកឲ្យមកកាន់ dashboard ហ្នឹងបន្ថែមទៀតមកបាទនេះតោះយើងឆ្នៃតាមហ្នឹងមកនេះយើងតែឥឡូវយើងបើកដំបូងឲ្យចេញ log in ណាបាទមិញនេះ log in form របស់យើងមានហើយអញ្ចឹងអ្នកនរគ្នាដាក់កន្លែងនេះគឺ new log in មកនេះដូរពី dashboard មក log in មកបាទនេះ log in form ហ្នឹងបាទអាហ្នឹងមួយដល់ពេល log in ហើយនេះយើងឲ្យវាទៅណានេះបើ log in successfully នេះអ្នកនរគ្នាឲ្យទៅណានេះអ្នកនរគ្នាដូរវិញមកឲ្យវាទៅអីគេបាទឧទាហរណ៍ណាបាទបើវាត្រូវយើងឲ្យដូរវាទៅអីគេបាទnew មិញអីគេ dashboard នេះ set visible ហ្នឹងមកឃើញទេហ្នឹង process វាតាមហ្នឹងទេយើអូខេឥឡូវនេះសាកម្ដងទៀតចឹងអ្នកនរគ្នាឆ្នៃតាមហ្នឹងវា call ហៅ navigate តាមហ្នឹងទាំងអស់ហ្នឹងនេះបើដំបូងចេញ log in ណានេះយើងឃើញទេហើយអ្នកនរគ្នា log in ហើយអ្នកនរគ្នា test មកបើត្រូវយើងឲ្យវាទៅ dashboard នេះដោយសារយើងអត់ទាន់មាននៅ check log in មក dashboard ហ្នឹងឃើញហើយពេល link click student វាចេញ student ណាមិនដែរនេះយើងមិនដែរឃើញហ្នឹងនេះយើង បាទលោកគ្រូតើលោកគ្រូ បាទហ្នឹងគឺយើងអ្នក navigate សំខាន់យើងឲ្យតែមាន frame របស់វាមួយហ្នឹងបាទដូចជា student frame course frame បាទ report dashboard អីហ្នឹងយើង call ហៅវាមកអូខេបាទមានប៉ុណ្ណឹងគ្នាយើងសម្រាប់ថ្ងៃហ្នឹងបាទខ្ញុំគិតថាប៉ុណ្ណឹងនេះយើងអាចយកទៅ design ហើយ implement បានហើយបាទធ្វើម៉េចអ្នកនរគ្នា design ឲ្យចេញសិនមកកុំតអាច connect ទៅកាន់ database ក៏បានដែរបាទធ្វើម៉េច design interface ឲ្យដើរមកបាទតើតើមួយ swing ហ្នឹងហើយទឹកក្រោយខ្ញុំបង្ហាញអ្នកយើងទៅ connect ជាមួយ database detail បន្ថែមទៀតបាទអញ្ចឹង database ខ្ញុំបញ្ជាក់មួយគ្នាយើងផង actualize ក៏បានប្រើជាមួយ server ក៏បាន database server ក៏បានបាទហើយតើតើមួយ GUI អ្នកនរគ្នាប្រើ swing ក៏បាន FX ក៏បានអាស្រ័យទៅលើពួកយើងបាទរៀនហើយមួយណាចេះមួយណាយើងអាចធ្វើមួយហ្នឹងបាទបាទនេះយើងបាទលោកគ្រូ បាទលោកគ្រូបាទ បាទអញ្ចឹងគឺយើងសាកណាបាទសាកធ្វើទៅហើយខ្ញុំសង្ឃឹមថាថ្ងៃបាទទឹកក្រោយជួបគ្នាពួកយើងនឹងមានសំណួរហើយខ្ញុំនឹងបង្ហាញអ្នកអស់ថែមទៀតតើតើមួយ swing ហ្នឹងបាទណាតើតើមួយ flat leaf ហើយនឹង connect ជាមួយនឹង database server ខ្ញុំនឹងបង្ហាញនឹងគ្នាយើងបាទដោយសារខ្ញុំdemo ហើយយើងត្រូវការប្រើ MySQL server តែបាទដោយសារ computer ខ្ញុំ install ជាមួយខ្ញុំសាក SQL server តែខ្ញុំអាចគិតថា MySQL បាទខ្ញុំនឹងប្រើហ្នឹងហើយពួកយើងអាចចង់ប្រើមួយណាក៏បានវាស្តៀងគ្នាទេបាទការប្រើប្រាស់វាហ្នឹងអូខេមានប៉ុណ្ណឹងនេះយើងបាទនេះយើងមានអីទេបាទអញ្ចឹងសូមព្យាយាមនៅសល់តែមួយអាទិត្យហ្នឹងទៀតទេនេះយើងអាទិត្យក្រោយហ្នឹងមួយទៀតពួកយើងព្យាយាមធ្វើឲ្យបានទៅណាដើម្បីយើងរៀបចំ presentation ហ្នឹងសល់ពីអាទិត្យចុងក្រោយគឺយើងនឹងធ្វើ presentation ហ្នឹងតើមានសំណួរទេនេះយើងអត់ទេយើងអាចសម្រាប់បាន អត់មានទេលោកគ្រូ នេះយើងផ្សេងទៀត
ច្បាស់ណាបាទអញ្ចឹងពួកយើងសាកមើលបើមានបញ្ហាអីអាចជួបគ្នានឹងបាទភាសាគ្នាបន្ថែមទៀតខ្ញុំគិតថាប៉ុណ្ណឹងគ្នាយើងអាចយកទៅ demo បាទរៀបចំបានហើយណាបាទអញ្ចឹងខ្ញុំសិនតែកូដចុងក្រោយគ្នាយើងម្ដងទៀតដើម្បីគ្នាយើងយកទៅបានជា idea ក្នុងការរៀបចំឲ្យស្រួលបាទព្រោះខ្ញុំថាប៉ុណ្ណឹងគ្នាយើងអាចយកទៅរៀបចំបន្តទៀតបានហើយព្រោះនេះគឺបាទយើងដូចជាអស់ហើយនៅអ្វីដែលយើងបានធ្វើហ្នឹងហើយនឹង sample UI ខ្ញុំបានដាក់ឲ្យគ្នាយើងហ្នឹងបាទតើតមួយ student employee bank library អីគឺវាស្រៀងគ្នាទេបាទសូមឲ្យធ្វើតែប៉ុណ្្នឹងទៅគឺអូខេបាទធ្វើម៉េចឲ្យគ្នាយើងអាចបាទធ្វើ UI របស់យើងណាតែមាន sidebar របៀបហ្នឹងខ្ញុំបង្ហាញ sidebar អ្នកនរគ្នាធ្វើអញ្ចឹងបាទហើយអ្នកនរគ្នាអាច improve UI នឹងបន្ថែមទៀតដោយប្រើ flat leaf បាទយើង apply ទៅគឺអ្នកនរគ្នាឃើញស្អាតជាងហ្នឹងអូខេអរគុណច្រើននេះយើងអាចសម្រាប់បាន